ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរវិលមកជួប admin ជាថ្មីម្ដងទៀតហើយនៅសាច់រឿងថ្មីរបស់យើង admin នៅជាស្រ័យផងណាដែលមួយរយៈនេះ admin រវល់ខ្លាំងពេកដែលមិនបានធ្វើការសម្រាយរឿងជូនបងប្អូនទស្សនា admin សង្ឃឹមថា fan ច្បាស់ជាមរត់ចោល admin នោះទេមួយវិញទៀតចំពោះរឿងនិស្សិតស្នេហ៍វាសនាកំណត់របស់យើងដែល admin បានសម្រាយកន្លងមកហ្នឹងគឺ admin ឃើញមាន channel គេផ្សេងគេបានយកមកសម្រាយហើយអញ្ចឹង admin គិតថាដូររឿងថ្មីជូន fan ទាំងអស់គ្នាទស្សនាវិញព្រោះកុំឲ្យជន់គ្នាអញ្ចឹងណាតែបើសិនជា fan គិតថាចង់ឲ្យ admin សម្រាយភាពបន្តទៀតនោះសូម comment ចូលក្នុងវីដេអូខាងក្រោមនោះមកដើម្បី admin នឹងឆ្លៀតពេលដើម្បីសម្រាយជូនបងប្អូនទស្សនាបន្ថែមទៀតប៉ុន្តែចំពោះរឿងថ្មីដែល admin ដាក់ជូននេះគឺ admin ធានាថាល្អមើលមែនតើព្រោះរសារតួក៏ស្អាតហើយសាច់រឿងគឺចេញមកគឺ admin មើលទៅគឺល្អមើលមែនតើតែម្ដង admin សង្ឃឹមថា fan ទាំងអស់គ្នាគឺនៅតែបន្តគាំទ្រ channel admin ក៏ដូចជាចុច like ក៏ដូចជា subscribe channel admin ម្នាក់មួយផងណាដើម្បីឲ្យ admin មានទឹកចិត្តក្នុងការសម្រាយរឿងបន្តទៀតតើកុំខាតពេលយូរចូលមកទស្សនាជាមួយ admin នៅរឿងថ្មីទាំងអស់គ្នាដែលរឿងថ្មីនេះទៀតសោតគឺមានចំណងជើងថាបេះដូងស្នេហ៍ក្នុងសមរភូមិអំណាចផ្ដើមសាច់រឿងដំបូងបានបង្ហាញឲ្យយើងឃើញថាតួប្រុសរបស់យើងឈ្មោះថាសៀវវូអ៊ីគេមានតួនាទីជាមេទ័ពការពារនគរតាយូហើយពេលនោះដែរគេក៏បានចាប់ចំណាត់ខ្មាំង3នាក់មកចង់ព្យួរជើងឡើងទៅលើដើម្បីធ្វើទរណកម្មសាកសួរចម្លើយថានរណាដែលជាអ្នកបញ្ជាពួកគេមកឲ្យធ្វើគិញសម្ងាត់នៅក្នុងក្រុមទាហានរបស់តួប្រុសរបស់យើងពេលនោះដែរឆ្លើយសឹកទៅនោះគឺគេពុំបានឆ្លើយតបទៅតាមអ្វីដែលទូប្រុសរបស់យើងចង់បាននោះទេហើយទូប្រុសរបស់យើងគេក៏បានទាញស្នាយកមកបាញ់សម្លាប់ម្ដងម្នាក់រហូតដល់អ្នកទី3ដែលជាអ្នកចុងក្រោយគេក៏ព្រមសារភាពថាអ្នកដែលបញ្ជាគេឲ្យមកធ្វើជារនុកក្នុងជាមួយនឹងទាហានទូប្រុសរបស់យើងនោះគឺព្រះអង្គម្ចាស់ឆាងសាក្រោយពីចំណាត់ខ្មាំងគេបានសារភាពហើយគេក៏បានសូមឲ្យទូប្រុសរបស់យើងអត់អន់ទោសឲ្យគេផងដែរប៉ុន្តែទូប្រុសរបស់យើងគឺមិនបានអត់អន់ទោសឲ្យគេនោះទេថែមទាំងបានទាញដែរទៅអាកសម្រាប់គេទៀតផងឈុតឆាជាបន្ទាប់នោះក៏បានបង្ហាញឲ្យយើងឃើញថាតួប្រុសរបស់យើងគឺគេកំពុងតែពាក់អាវការពារខ្លួនផងដែរដើម្បីត្រៀមប្រយុទ្ធប្រឆាំងជាមួយនឹងកងទ័ពនៃនគរជីងស្របពេលនោះដែរទាហានរបស់តួប្រុសគេក៏បានរាយការណ៍ប្រាប់តួប្រុសយើងថាពេលនេះដែរកងទ័ពនៃនគរជីងកំពុងតែបានឡើងឡោមព័ទ្ធទីក្រុងដែលតួប្រុសរបស់យើងកំពុងតែគ្រប់គ្រងហើយក្រោយពីលើកបែបនេះតួប្រុសរបស់យើងគេក៏បានបញ្ជាឲ្យមេទ័ពរបស់គេដឹកនាំទ័ពដើម្បីរៀបចំព្រេងក៏ដូចជាគ្រឿងរំសេវចាំទទួលក្រុមទាហាននៃនគរជីងផងដែរមិនតែប៉ុណ្ណោះតួប្រុសរបស់យើងក៏បានប្រាប់ទៅកាន់មេទ័ពគេថាគឺគេជាអ្នកដឹកនាំទ័ពដើម្បីទៅធ្វើសឹកសង្គ្រាមជាមួយនឹងកងទ័ពនៃនគរជីងប៉ុន្តែត្រូវបានមេទ័ពរបស់គេសុំអង្វរកុំឲ្យតួប្រុសរបស់យើងទៅអីព្រោះបើសិនជាមានការអ្វីមិនស្រួលនោះគឺបាននរណាជាអ្នកដឹកនាំទ័ពបន្តប៉ុន្តែតួប្រុសរបស់យើងគេក៏បានប្រាប់ថាប្រសិនបើគេមិនបានដឹកនាំទ័ពទៅដែលផ្ទាល់នោះទេនោះខាងនគរជីងគេពុំបានចាញ់ល្បិចកលរបស់តួប្រុសយើងនៅឡើយមិនតែប៉ុណ្ណោះតួប្រុសរបស់យើងក៏បានបន្តប្រាប់ដល់មេទាហានរបស់ខ្លួនថាបើសិនជាឃើញនគរជីងចូលមកដល់ក្នុងទ្វារក្រុងគឺឲ្យពួកគេដុតប្រេងក៏ដូចជារំសេវសម្រាប់ពួកទាហានទាំងនោះចោលទៅអស់ទៅមិនតែប៉ុណ្ណោះតួប្រុសរបស់យើងគេក៏បាននិយាយលើកទឹកចិត្តដល់ក្រុមទាហានបៃហ្វូរបស់គេថាបងប្អូនទាំងអស់គ្នាអ្នកទាំងអស់គ្នាគឺជាបងប្អូនល្អរបស់ខ្ញុំថ្ងៃនេះដែរសង្គ្រាមមួយនេះគឺយើងត្រូវទៅយកឈ្នះឲ្យបានយើងទាំងអស់គ្នាមានសុខរួមសុខមានទុក្ខរួមទុក្ខជីវិតរបស់បងប្អូនក៏ដូចជាជីវិតរបស់ខ្ញុំដែរដូច្នេះយើងត្រូវតែការពារលះបង់សពបែបយ៉ាងដើម្បីទៅការពារទឹកដីរបស់យើងឲ្យបានគង់វង្សមិនឲ្យខ្មាំងសត្រូវមកឈ្លានពានបាននោះឡើយនិយាយរួចទូប្រុសរបស់យើងគេក៏បានលើកស្រាជូនដល់ក្រុមទាហានទាំងអស់នោះហើយក្រុមទាហានទាំងអស់នោះគេក៏បានលើកស្រាផាត់គ្រប់គ្នាដើម្បីត្រៀមខ្លួនចូលច្បាំងជាមួយនឹងនគរជីងស៊ីមិនតបក៏បង្ហាញឲ្យយើងឃើញថាទូប្រុសរបស់យើងគេក៏បានដឹកនាំក្រុមទាហានរបស់គេចេញមកប្រយុទ្ធជាមួយនឹងនគរជីងក្រោយពីទ្វារក្រុងបានរបើគឺទាហានទាំងសងខាងនាំគ្នាសម្រុកចូលរឿងខ្លួនចំណែកឯទូប្រុសរបស់យើងវិញគឺក្បាច់គុណរបស់គេពិតជាសាហាវខ្លាំងណាស់គ្រាន់តែបោះស្រោមដាវទេបងប្អូនហើយលេងទាហានជីងនេះគឺប៉ើងខ្ទាតទៅឡើងឆ្ងាយទាហានជីងចូលម្ដង2នាក់3នាក់អីគ្រាន់តែទូប្រុសកវត្តដាវហ្នឹងគឺប៉ើងខ្ទាតដូចសឡៃចឹងមួយប៉ុន្តែដោយសារខាងទាហានជីងហ្នឹងគឺគេមានគ្នាច្រើនទូប្រុសរបស់យើងគឺកងទ័ពក៏តិចហើយខ្លួនឯងតែម្នាក់ទៀតហ្នឹងគឺពិបាកទប់ទល់ជាមួយទាហានជីងខ្លាំងមែនទែនគឺត្រូវបានក្រុមទាហានជីងគេកាប់ពីក្រោយផងហើយម្យ៉ាងទៀតនោះគេក៏បានបាញ់ព្រួញចំទូប្រុសរបស់យើងដែលជាហេតុធ្វើឲ្យទូប្រុសរបស់យើងក្អួតចិញ្ចៀមផងដែររូបពីនោះស្រាប់តែមានក្រុមទាហានរបស់នគរជីងគេក៏បានវាយទូប្រុសយើងចង់ក្បាលពីក្រោយដែលជាហេតុធ្វើឲ្យទូប្រុសយើងគឺបែក7បែកខ្លាំងមែនទែនគឺមើលអីក៏លែងឃើញដែរហើយទូប្រុសរបស់យើងគេក៏បានដួលលុតជង្គង់មិនដឹងថាស្លាប់ឬមួយក៏រស់នោះទេព្រោះឈាមហូរកាន់តែច្រើនមែនទែនចំណែកឯខាងទាហានរបស់នគរជីងនោះវិញគេក៏បានរងគ្នាសម្រុកចូលទៅក្នុងទ្វារក្រុងផងដែរកាត់មកខាងតួស្រីយើងឯណែវិញក្រោយពីឮដំណឹងថាម្ដាយរបស់នាងកំពុងតែរើសគូសកលឲ្យនាងគឺនាងមិនពេញចិត្តនោះទេគ្រានោះដែរអ្នកប្រុសប៉ៃលីងមកជាមួយនឹងម្ដាយរបស់គេហ្នឹងគឺមកមើលតួស្រីរបស់យើងដែលមានការណែនាំពីម្ដាយរបស់តួស្រីផងដែរ
ហើយម្ដាយរបស់តួស្រីគឺគាត់ពេញចិត្តជាមួយនឹងគ្រួសារបាយនេះយ៉ាងខ្លាំងហើយគាត់ក៏បាននិយាយបញ្ចូលថាកូនស្រីរបស់គាត់នាងគឺជាមនុស្សភាពរាសានាងពុំដែលតាក់ទងស្នេហាជាមួយនរណានោះទេនាងគិតតែរៀនសូត្រហើយការងារផ្ទះនោះគឺនាងចេះសពគ្រប់យ៉ាងទាំងអស់ស្រាប់តែមានណាក៏លេឃើញទៅតួស្រីរបស់យើងកំពុងតែកាន់ខ្សែតៃវាយមួយពីក្រោយទៅថាដូចជាវាយអ្នកអំរើអញ្ចឹងប៉ុន្តែជាក់ស្ដែងតួស្រីរបស់យើងនាងកំពុងតែវាយម៉ាឡកាំងនោះទេប៉ុន្តែម្ដាយក៏ដូចជាលោកស្រីប៉ៃនិងប៉ៃលីនហ្នឹងគឺស្មានថាតួស្រីរបស់យើងវាយអ្នកបំរើមែនតើគឺគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយលោកស្រីប៉ៃក៏បាននិយាយទៅកាន់ម្ដាយតួស្រីថាលោកស្រីហេតុអីបានជាលោកស្រីកុហកខ្ញុំថាកូនស្រីរបស់លោកស្រីគឺជាមនុស្សភាពរាបសារនេះលោកស្រីមើលជាក់ស្ដែងខ្លួនឯងទៅនោះគឺនាងកំពុងតែធ្វើទរណកម្មអ្នកអំរើលោកស្រីប៉ៃនិងប៉ៃលេងរៀបនឹងចេញទៅក្រៅហើយតែត្រូវបានម្ដាយរបស់តួស្រីខាត់ចំណែកឯតួស្រីរបស់យើងនឹងកំពុងខូចមែនតើហ្មងតួស្រីរបស់យើងនាងក៏ដឹងថាលោកស្រីប៉ៃក៏ដូចជាប៉ៃលេងមកប៉ុន្តែនាងធ្វើជាមិនដឹងហើយនាងបានយកខ្សែតៃវត្តទៅលើក្បាលម៉ាឡកាំងហើយក៏ឆក់មកធ្វើដាច់ក្បាលដាច់ជាហេតុធ្វើឲ្យលោកស្រីលីងក៏ដូចជាប៉ៃលេងមានការភ័យខ្លាចខ្លាំងមែនតើហើយតួស្រីរបស់យើងនាងបែរមុខមកធ្វើជាគោរពលោកស្រីប៉ៃហាក់ដូចជាមិនមានរឿងអ្វីកើតឡើងអញ្ចឹងភ្លាមនោះដែរនាងក៏បានដើរចូលមកជិតលោកស្រីប៉ៃក៏ដូចជាប៉ៃលីនហើយក៏បាននិយាយកោតសរសើរប៉ៃលីនថាប៉ៃលីនគឺជាបរិសសង្ហាហើយជាបរិសដែលមានទេពកោសល្យនាងបានជួបគេថ្ងៃនេះគឺពិតជាសំណាងនាងខ្លាំងណាស់ចំណែកឯម្ដាយកូននៅទាំងពីរនោះវិញគឺភ័យលញ័រខ្លួនហើយពេលដែលតួស្រីដើរមកជិតបែបនេះដល់ឃើញទឹកមុខស្រីស្លាំងតួស្រីរបស់យើងនាងក៏បានសួរទៅកាន់ប៉ៃលីនថាអ្នកប្រុសប៉ៃលីនហើយបានជាអ្នកប្រុសថ្ងៃនេះហាក់ដូចជាស្រីស្លាំងខ្លាំងម្ល៉េះឬមួយក៏អ្នកប្រុសមិនស្រួលខ្លួនហើយនាងក៏បានដើរមកជិតប៉ៃលីនប៉ុន្តែប៉ៃលីននោះមានណាភ័យនឹងតួស្រីខ្លាំងមែនទែនគេក៏បានដួលស្លាប់បាត់មាត់ឈឹងទៅលោកស្រីប៉ៃនិងអ្នកបម្រើរបស់គាត់ពេលដែលឃើញប៉ៃលីនស្លាប់ទៅពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងក៏បានព្យាយាមជួយសង្គ្រោះប៉ៃលីនផងដែរចំណែកឯតួស្រីរបស់យើងនេះគឺកំពុងខូចមែនទែនហ្មងពេលដែលឃើញគេស្លាប់ហើយនាងធ្វើដៃដាក់ម្ដាយថានាងអត់បានធ្វើអីផងហើយអ្នកបម្រើរបស់តួស្រីនោះវិញពេលដែលឃើញចវាយនាយធ្វើបែបនេះក៏ដូចជាប៉ៃលីនស្លាប់ទៀតនោះគឺពួកគេនោះនេះសើចប៉ុន្តែអត់ហ៊ានសើចលឺនោះទេខ្លាចធ្វើឲ្យលោកស្រីខឹងក្រោយពីភ្ញៀវបានត្រឡប់ទៅវិញអស់ទៅពេលនោះដែរម្ដាយរបស់តួស្រីបានហៅអ្នកបម្រើក៏ដូចជាតួស្រីឲ្យលុតជង្គង់តម្រង់ជួរហើយគាត់ក៏បានសួរទៅកាន់អ្នករកគ្នាថាតើអ្នកណាជាអ្នកទិញរូបម៉ាឡកាំងនេះមកហើយតួស្រីរបស់យើងនាងក៏បានប្រាប់ម្ដាយថាគឺនាងបានទិញមកពីផ្សារម្ដាយតួស្រីក៏បានសួរបញ្ជាក់ទៅកាន់តួស្រីថាចូលឈាមឲ្យបានឈាមពីណាមកតួស្រីរបស់យើងក៏បានឆ្លើយទៅកាន់ម្ដាយវិញថាឈាមហ្នឹងគឺជាឈាមមាន់មិនមែនឈាមមនុស្សទេអ្នកម៉ែខ្ញុំគិតថាឈាមនេះមើលទៅដូចជាមិនសមជាឈាមមនុស្សទេបើសិនជាដាក់ឈាមជ្រូកហើយរៀងកម្ៅជានឹងមើលទៅដូចទំនងជាងម្ដាយតួស្រីកាន់តែខឹងខ្លាំងមែនតើណែគឺគាត់ក៏បានសួរបន្ថែមទៀតថាចុះសក់នេះឲ្យបានសក់ពីណាមកហើយតួស្រីរបស់យើងក៏បានប្រាប់ទៅកាន់ម្ដាយវិញថាអ្នកម៉ែសក់ហ្នឹងមិនមែនជាសក់មនុស្សទេគឺជាកន្ទុយសេះរបស់ពុកតាអ្នកម៉ែគ្រាន់តែឮថាជាកន្ទុយសេះរបស់លោកពុកធ្វើឲ្យលោកស្រីគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយគាត់ក៏បាននិយាយទៅកាន់តួស្រីថាឯងមិនដឹងថាសេះហ្នឹងគឺជាសេះសំណប់ចិត្តរបស់ពុកឯងទេអីហើយម្យ៉ាងវិញទៀតសេះហ្នឹងគឺជាសេះដែលព្រះរាជាអ្នកប្រទានឲ្យពុកឯងណាមិនក៏បានជាឯងធ្វើដូច្នេះហើយតួស្រីក៏បានឆ្លើយតបទៅកាន់ម្ដាយវិញថាខ្ញុំកាត់តែបន្តិចទេអ្នកម៉ែបន្តិចទៀតហ្នឹងវានឹងដុំមកធម្មតាវិញហើយម្ដាយតួស្រីប្រកែកមិនឆ្នេះតួស្រីគាត់ក៏បានបង្វែរសាច់រឿងមកនិយាយទៅកាន់ឆាងអឺវិញថាឆាងអឺគឺជាមនុស្សដែលមានចំណេះដឹងក៏ដូចជាអាយុច្រើនជាងគេហើយបានជាមិនមើលការខុសត្រូវទៅលើតួស្រីអញ្ចឹងបែរជាបណ្ដោយឲ្យនាងប្រកបភាពញ៉ៃញ៉ៃទៅវិញហើយគាត់ក៏បានបញ្ជាឲ្យអ្នកបម្រើបំរុងនឹងចាប់ឆាងអឺយកទៅវាយធ្វើបាបដើម្បីធ្វើជាទរណកម្មប៉ុន្តែត្រូវបានតួស្រីរបស់យើងនាងចេញមុខមកអាកាត់ថាកំហុសគ្រប់យ៉ាងគឺមកពីនាងមិនពាក់ព័ន្ធជាមួយនឹងឆាងអឺនោះទេហើយតួស្រីរបស់យើងក៏បានស្ដីបន្ទោសទៅកាន់ម្ដាយវិញថាគឺនាងមិនពេញចិត្តទៅលើការចាប់គូរបស់ម្ដាយនាងនោះទេគឺនាងស្រឡាញ់តែអ្នកប្រុសម៉ៅតែម្នាក់គត់ក្រៅពីអ្នកប្រុសម៉ៅគឺនាងមិនព្រមរៀបការជាមួយនរណានោះឡើយម្ដាយតួស្រីក៏បានស្ដីឲ្យតួស្រីវិញថាឯងគឺជាកូនស្រីដូច្នេះការរៀបអាពាហ៍ពិពាហ៍ក៏ដូចជាការរើសគូសកលគឺស្ថិតនៅលើការរៀបចំរបស់ឪពុកម្ដាយឯងពុំមានសិទ្ធិក្នុងការរើសគូសកលដោយខ្លួនឯងនោះទេនិយាយរួចគាត់ក៏បានបញ្ជាឲ្យអ្នកបម្រើវាយធ្វើទរណកម្មទៅលើតួស្រីរបស់យើងផងដែរព្រោះនាងជាកូនដែលមិនស្ដាប់បង្គាប់របស់គាត់ដោយមិនអាចទ្រាំមើលពីភាពឈឺចាប់របស់តួស្រីពេលនោះដែរអ្នកបម្រើរបស់តួស្រីដែលមានឈ្មោះថាណានស៊ីងគេក៏បានលួចរត់ចេញមកក្រៅក្នុងគោលបំណងដើម្បីមកតាមឪពុករបស់តួស្រីដើម្បីឲ្យទៅជួយតួស្រីរបស់យើងសាច់រឿងក៏បានកាត់មកមើលឯផ្សារនោះវិញគឺពេលនោះដែរមនុស្សម្នាជាច្រើនពួកគេបានតម្រង់ជួរគ្នាចាំមើលពីក្បួនដង្ហែសាកសពក៏ដូចជាក្តារមឈូសទាហានរបស់ទូប្រុសរបស់យើងហើយពួកគេក៏បាននិយាយតគ្នាថាទូប្រុសរបស់យើងបានធ្វើសង្គ្រាមចាញ់សត្រូវព្រោះតែគាត់គិតថាគាត់គឺជាមនុស្សឆ្លាតតែបែរជាមកចាញ់បញ្ញារបស់សត្រូវទៅវិញដែលជាហេតុធ្វើឲ្យគាត់បាត់បង់ជីវិតគឺរឿងនោះដែរលោកម្ចាស់ហួយគួយដែលជាឪពុកតួស្រីរបស់យើងដែលគាត់មានតំណែងជារាជគ្រូគាត់ក៏បានហាមឃាត់អ្នករាល់គ្នាមិនឲ្យនិយាយពិភាក្សាគ្នារឿងប្រទេសជាតិនោះទេព្រោះវាអាចធ្វើឲ្យពួកគេមានទោសបាន
ដូច្នេះមុននឹងនិយាយគឺត្រូវគិតពិចារណាឲ្យបានវែងឆ្ងាយថារឿងអ្វីដែលគួរនិយាយនិងរឿងអ្វីដែលមិនគួរនិយាយស្របពេលនោះដែរណានស៊ីនដែលជាអ្នកបម្រើរបស់ទូស្រីគេក៏បានដើរចូលមកដល់ហើយគេក៏បានរាយការណ៍ប្រាប់ទៅកាន់លោកម្ចាស់ហួយគួយផងដែរថាពេលនេះដែរទូស្រីកំពុងតែមានគ្រោះថ្នាក់ដល់អាយុជីវិតដូច្នេះសូមលោកម្ចាស់អញ្ជើញទៅជួយទូស្រីរបស់យើងផងឪពុករបស់ទូស្រីស្ដាប់ហើយក៏បានបញ្ញាប់ទៅយ៉ាងលឿនដើម្បីទៅជួយទូស្រីរបស់យើងលោកម្ចាស់ហួយគួយក៏បានចូលមកដល់ហើយក៏បានប្រាប់ឲ្យអ្នកបម្រើឈប់ធ្វើទារុណកម្មទូស្រីរបស់យើងពេលដែលឃើញឪពុកមកដល់ទូស្រីរបស់យើងនឹងនាងក៏កាន់តែរំអួយដាក់លោកពុកនាងថាពុកខ្ញុំឈឺណាស់ពុកគឺគេថ្វាយទូបាបកូនហើយឪពុកនោះហើយតែស្រឡាញ់កូនខ្លាំងពេកក៏បានស្ដីបន្ទោសទៅឲ្យប្រពន្ធខ្លួនឯងថាមិនគួរណាធ្វើបាបកូនស្រីនោះទេខុសត្រូវបន្តិចបន្តួចមិនគួរណាពិន័យដាក់ទោសនាងនោះឡើយដល់ឃើញប្តីស្ដីឲ្យខ្លាំងពេកម្ដាយទូស្រីគាត់ក៏មិននិយាយស្ដីអ្វីនោះដែរគាត់ក៏បានស្ទុះទៅយកកន្ទុយសេះដែលទូស្រីរបស់យើងបានកាត់នឹងបោះទៅលើឪពុករបស់ទូស្រីហើយគាត់ក៏បាននិយាយថាលោកប្តីមើលចោះនេះគឺជាស្នាដៃកូនស្រីរបស់លោកប្តីនឹងហើយនេះគឺជាកន្ទុយសេះដែលជាទីស្រឡាញ់របស់លោកប្តីគឺត្រូវបានស្នាដៃកូនស្រីរបស់លោកប្តីកាត់យកមកធ្វើជាសក់នោះឯងគ្រាន់តែឮថាជាកន្ទុយសេះធ្វើឲ្យគាត់ញ័រមាត់ខ្លាំងមែនទែនហើយទូស្រីនោះវិញខ្លាចឪពុកខឹងនាងក៏បានរំអួយកាន់តែខ្លាំងដាក់ឪពុកថាពុកខ្ញុំឈឺណាស់ពុកខ្ញុំឈឺណាស់ពុកជួយខ្ញុំផងពុកហើយឪពុកនោះហេតុតែស្រឡាញ់កូនខ្លាំងពេកនេះគាត់ក៏និយាយទៅកាន់កូនស្រីថាអត់អីទេកូនអត់អីទេកុំយំអីណាកូនកុំយំអីហើយគាត់ក៏បានស្រីបន្ទោសទៅឲ្យប្រពន្ធគាត់ថាត្រឹមតែកន្ទុយសេះសោះមិនគួរណាវាធ្វើបាបកូននៅថ្នាក់នេះនោះទេចំណែកឯម្ដាយទូស្រីវិញពេលដែលប្តីស្ដីឲ្យខ្លាំងបែបនេះគាត់ក៏បាននិយាយទៅកាន់ប្តីថាលោកប្តីកុំជឿអីព្រោះនាងគឺធ្វើពុតនោះទេព្រោះដល់ពេលដែលខ្ញុំវាយនាងគឺនាងតែងតែដាក់ខ្នើយនៅក្រោយគូតពេលនោះដែរគាត់ក៏បានលូកស្ទាបគូតទូស្រីរបស់យើងឃើញថាទូស្រីរបស់យើងគឺប្រមាណដាក់ខ្នើយដូចមុននោះទេក្រោយពីដឹងថាទូស្រីរបស់យើងនាងប្រមាណដាក់ខ្នើយនោះទេគាត់ក៏មានការព្រួយបារម្ភពីទូស្រីរបស់យើងយ៉ាងខ្លាំងគាត់ក៏បានបញ្ជាឲ្យអ្នកបម្រើទៅតាមគ្រូពេទ្យមកយ៉ាងលឿនហើយគាត់ក៏បានស្ដីបន្ទោសឲ្យទូស្រីថាពេលដែលគេវាយកូនហេតុអីបានជាកូនមិនស្រីថាឈឺអ្នកម៉ែស្មានតែកូនដាក់ខ្នើយដូចមុនបានជាអ្នកម៉ែធ្វើជាមិនខ្វល់ជាមួយនឹងកូនហើយទូស្រីរបស់យើងនាងក៏បានឆ្លើយតបទៅកាន់អ្នកម្ដាយវិញថាតើឲ្យខ្ញុំយំយ៉ាងម៉េចទៅព្រោះអ្នកម៉ែម្ដាយយល់ពីអារម្មណ៍របស់ខ្ញុំនោះទេប៉ុន្តែមិនអីទេខ្ញុំអាចទ្រាំការឈឺចាប់នេះបានសូមអ្នកម៉ែកុំបារម្ភអីដល់ឃើញភាពតានតឹងរវាងកូននិងប្រពន្ធដែលជាទីស្រឡាញ់នោះដែរឪពុកទូស្រីគាត់ក៏បានចូលខ្លួនមកសម្របសម្រួលថាអូនសម្លាញ់ណាឥឡូវកូនដឹងខុសហើយដូច្នេះអូនកុំខឹងនឹងកូនអីណាតែម្ដាយទូស្រីក៏មិនព្រមស្ដាប់សម្ដីប្តីរបស់គាត់នោះទេព្រោះគាត់នៅមានអារម្មណ៍ខឹងជាមួយនឹងកូនស្រីរបស់គាត់ព្រោះតែនាងគឺជាមនុស្សចេះរឹងរូសដូច្នេះហើយគាត់ក៏បានដាក់ពិន័យឲ្យទូស្រីរបស់យើងចម្លងសិភៅ100ចប់បើសិនបើទូស្រីរបស់យើងចម្លងមិនចប់នោះទេគឺគាត់មិនឲ្យទូស្រីរបស់យើងចេញមកក្រាំងនោះឡើយទូស្រីរបស់យើងនាងពុំហ៊ានប្រកែកជាមួយម្ដាយរបស់នាងនោះទេនាងក៏យកប្រងចម្លងសិភៅ100ចប់ទៅតាមអ្វីដែលម្ដាយរបស់នាងដាក់បញ្ជាផងដែរសាច់រឿងក៏បានកាត់ស្លេះត្រឹមនឹងដូច្នេះសូមកុំភ្លេចជួយចុច Subscribe Channel Admin ម្នាក់មួយផងណាដើម្បីងាយស្រួលក្នុងការទស្សនានៅភាពបន្តសូមអរគុណសូមជម្រាបលាសម្រាប់បងប្អូនដែលមានតម្រូវការចង់បានជាសម្លៀកបំពាក់បុរសក៏ដូចជាសម្លៀកបំពាក់នារីអីអាចតាក់ទង Admin បានណាចាំ Admin ដាក់ link page ចូលក្នុង comment ខាងក្រោមនេះណាពេលដែលបងប្អូនឆាតចូលក្នុង page បងប្អូនប្រាប់ថាជា fan របស់ Admin ទៅ Admin នឹងមានការបញ្ចុះតម្លៃជូនជាពិសេសផងដែរ